មានសួរបងអូនជំរាបសួរលោកគ្រូបាទបងអូនសុំស្គាល់ឈ្មោះមានឈ្មោះអីអាយុម៉ានហើយរៀននៅហ្នឹងជំនាញអីគេដែរខ្ញុំឈ្មោះច័ន្ទសំរងអាយុ16ឆ្នាំរៀននៅសាលាជំនាញដំឡើងអគ្គិសនីតាមអាគារបាទហើយរៀនចប់ម៉ានខែហើយរៀនចប់7ខែឥឡូវបានការងារធ្វើនៅណា ធ្វើនៅក្នុងសាលាអូក្នុងសាលាហ្នឹងមានអាគារឲ្យយើងធ្វើផ្នែកហ្នឹងហ្មងបាទហើយកន្លងមកមិនការយើងរៀងអាយុនៅតិចដែរដែលបងស្ដាប់មើលមិនអត់រៀនបន្តលើអានេះសាលារដ្ឋយើងហើយឈប់រៀនមករៀននៅនេះវិញកាលហ្នឹងមិនវិញសារណាមួយយើងចាប់ជំនាញសាលារដ្ឋអត់បានច្រើនលើភាសាហើយលើមុខជាសាសអញ្ចឹងណាលើរូបមន្តយើងចាប់អត់សូវជាប់បាទអញ្ចឹងសម្រាប់ចិត្តឈប់រៀននៅហ្នឹងហើយចាប់ជំនាញនៅនេះតាមរយៈណាដែរដែលយើងបានព័ត៌មានមករៀននៅសាលាហ្នឹងតាមរយៈលោកគ្រូអ្នកគ្រូគាត់ស្គាល់មីងពូអញ្ចឹងមីងពូគាត់ប្រាប់ពេលដែលបានរៀននៅសាលាហ្នឹងខ្លួនឯងផ្ទាល់មានទំនុកចិត្តយ៉ាងម៉េចដែរនៅពេលដែលយើងរៀនផ្ទាល់ជាក់ស្ដែងអញ្ចឹងណាមួយមានទំនុកចិត្តដូចយើងរៀនរដ្ឋធម្មតាបាទតែនៅក្នុងសាលារៀនជំនាញដូចនៅសាលារដ្ឋយើងត្រូវការអនុវត្តផ្ទាល់ច្រើនហើយណាមួយគាត់ជំរុញឲ្យមករៀនហងព្រោះនៅភូមិសងរបងឃុំសឹងស្រុកកំរោងខេត្តតាកែវចម្ងាយដីប្រហែល17គីឡូម៉ែត្រអត់ប្រហែលដែលថាពេលចូលមករៀនដំបូងមានអនុវត្តផ្ទាល់ហើយណាមួយមានមករៀន soft skill រៀនអីចឹងយើងអត់សូវធុញនឹងការងារចេះនិយាយឲ្យយើងមានកាយវិការទន់ភ្លន់ចាប់យកជំនាញអគ្គិសនីសារអគ្គិសនីស្រួលរកការងារធ្វើតទៅពីរៀនហើយលោកគ្រូអ្នកគ្រូជួយរកការងារយើងធ្វើអត់សូវជឿជាក់យើងតែមានពុកម៉ែគាត់ជំរុញឲ្យមករៀនមួយយើងអញ្ចឹងសួស្ដីបងដែលអត់ទាន់មានជំនាញអត់ទាន់បានរៀនជំនាញសូមមកចុះឈ្មោះរៀនជំនាញតាមសាលាតាមបណ្ដាខេត្តនានារៀននៅសាលាបច្ចេកទេសតាមខេត្តនីមួយហើយបងដែលបោះបង់ការសិក្សានៅសាលារដ្ឋអាចចុះឈ្មោះរៀននៅសាលាបច្ចេកទេសបានទៅតាមជំនាញខ្លួនឯងចូលចិត្តណាតាមជំនាញខ្លួនឯងចូលចិត្តខ្លួនឯងស្រឡាញ់ហ្នឹងហើយឥឡូវជាចុងក្រោយដល់ពេលក្មួយបានរៀននឹងមានចំណេះដឹងអីផ្សេងហើយអញ្ចឹងសម្រាប់ក្មួយផ្ទាល់អាចថានឹងដឹងគុណដល់លោកគ្រូអ្នកគ្រូឬក៏វិទ្យាស្ថានយើងអាចនិយាយបានថាថ្នាក់ដឹកនាំយ៉ាងម៉េចខ្លះតាមចិត្តក្មួយពូសួរថាម៉េចចង់និយាយថាពេលក្មួយបានផលអញ្ចឹងក្មួយចង់ថាអរគុណដល់លោកគ្រូអ្នកគ្រូនៅហ្នឹងឬក៏អាចថាថ្នាក់ដឹកនាំណាខ្លះដែលបង្កើតឲ្យមានកម្មវិធីសិក្សាអញ្ចឹងមកជាបឋមសូមអរគុណដល់គ្រូថ្នាក់ដឹកនាំទាំងអស់ដែលបានបង្កើតជំនាញឲ្យពួកខ្ញុំសិក្សាឲ្យមានការងារធ្វើនិងមានលុយចិញ្ចឹមខ្លួនឯងហើយបច្ចុប្បន្ននេះទទួលបានប្រាក់ខែប៉ុន្មានដែរបន្ទាប់ពីយើងរៀនចប់ហើយទៅធ្វើការងារហ្នឹងទទួលបានប្រាក់ខែ250ហើយប៉ុណ្ណឹងសម្រាប់យើងខ្លួនឯងរៀនចប់ភ្លាមបានប៉ុណ្ណឹងភ្លាមមានអារម្មណ៍មិនដែរពេលបានទទួលបានប្រាក់ខែដំបូងសប្បាយបាទបាទ